តោះគ្នាយើងមកមើល gameplay មួយនេះគឺថាខ្ញុំលេងសុនសម្រាប់អំប្លឹមគឺខ្ញុំពាក់ជាមួយនឹងអឺដកនេះចោលដាក់ស្បែកជើង2គូហើយនឹងអឺចុងក្រោយខ្ញុំពាក់ជាមួយនឹងកាត់ cooldown ultimate គ្នាយើងเกมមួយនេះគឺជាเกมទី1ដែលខ្ញុំ record video ហើយនឹងខ្ញុំ voice over អ្នកទាំងអស់គ្នាដែលបានឃើញវីដេអូនេះហើយខ្ញុំសូមចាត់អ្នកទាំងអស់គ្នាជួយ Subscribe និងជួយចុច Like Channel YouTube ខ្ញុំអ្នកមួយផងហើយខ្ញុំផុសវីដេអូនេះគឺជាវីដេអូទី1ក្នុង Channel YouTube របស់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាស្រឡាញ់និងគាំទ្រជួយចុចបេះដូងឲ្យអ្នកគ្រប់គ្នាបើសិនបើជា gameplay មួយនេះខ្ញុំលេងទៅខុសឆ្គងត្រង់ណាសង្ឃឹមថាអ្នកទាំងអស់គ្នាជួយបញ្ចេញមតិរិះគន់បែបស្ថាបនាអ្នកទាំងអស់គ្នាព្រោះខ្ញុំមិនសូវចេះលេងសុនទេត្រង់នេះខ្ញុំឃើញ EXP គេដើរចោល LAN មិនមែនដើរចោល LAN ទេគេកំពុងជួយធ្វើថត helper គេខ្ញុំក៏ឆ្លៀតឱកាសបើក ultimate ស៊ីបាន gold turret បាន100 200 gold អ្នកទាំងអស់គ្នាហើយ Angela គេមិនចងជើងតែសំណាងល្អខ្ញុំរត់ចូលក្នុង turret ទៀតសម្រាប់ hero សុននៅ Ellie អ្នកទាំងអស់គ្នាខ្ញុំលេងបែប self play ខ្ញុំអត់លេងចាញ់វាយបែបដេះដាស់ខ្ញុំខ្លាច fail ទៅគេពុះ turret យើងទុកឲ្យគេដើរចោល turret ហើយយើងលួចពុះ turret គេវិញអាហ្នឹងល្អជាងត្រង់នេះខ្ញុំប្រើ IQ បើកជាមួយ RT ចូលវាយគេហើយខ្ញុំប្រើ skill ទី1រត់មកវិញហើយទុកមុខគេបើក RT clear minion ខ្ញុំក៏ clear មួយនៅក្នុង turret ខ្ញុំមិនហ៊ានចាញ់ទេអ្នកនរគ្នាខ្ញុំចាំ late game ទើបខ្ញុំចេញវាយនៅកន្លែងនេះខ្ញុំសងំស៊ីធ្វើថតគេចាំមើលតែខ្ញុំលួចបានដែរឬទេអ្នកទាំងអស់គ្នាចាំមើលឆាកអើនៅចិត្តនេះចាំមែនណាគ្នាគេមកជួយដែរខ្ញុំមានណាទៅដល់គេស្មាយបានបាត់ចុចកកមានណាបើក RT រត់ចូលបរយហ្នឹងណាត្រង់នេះគេវាយឆាងអើខ្ញុំតែស្នាងល្អឆាងអើខ្ញុំមាន flick ខ្ញុំក៏ជួយឆាងអើអាចប៊ីដៃ Angela គេចូលប្រើ skill ទី1រត់វិញរួចខ្លួនមកគ្រាទៀតហើយបន្ទាប់មកបន្តការ farm មួយឆាងអើប៉ាកតូខ្ញុំគេវាយងើបបាត់ចប់នៅកន្លែងត្នេះ EP គេធ្វើស៊ីផ្លូវចិត្តខ្ញុំដល់កអើយស្មានតែ slow ខំបើក ultimate វាយស្រាប់បើក ultimate វាយមានណាគេដើរចូលស្រាប់តែយ៉ា slow មែនទេមានណាវាយក្នុង thread គេអស់ចិត្តដើរចូលក្នុង thread ខ្ញុំបានមក kill slane បន្ទាប់ពី slane ទៅលើធុកមូសរួចយើងក៏មានឱកាសដ៏ល្អមួយគឺ push thread សូន hero ចំណុចខ្លាំងវាគឺ push thread បើ enemy ភ្លេចខ្លួនតែមួយព្រិចដាច់ thread អស់មួយត្រង់នេះអ្នកនរគ្នាអាចមើលបានគុំតែ Lucas គេមកជួយទៀតណាកុំអុយដាច់ thread ណាខ្ញុំក៏អស់ម៉ាណាអស់អុយផងគេថាចង់ទៅទៀតតែស្ដាយ minion ក៏នៅ clear minion មកប៉ាវទៀត clear មួយ wave ទៀតរួច Lucas គេនៅនេះទៀតខ្ញុំដកវិញទៀតចាំ clear minion អស់ចាំទៅទៀតនោះស minion អាធំមួយអាតេចាំ C មួយចាំទៅទៀតហើយខ្ញុំក៏ clear មួយហើយ recall មួយទៀតនៅកន្លែងនេះអ្នកទាំងអស់គ្នាហើយខ្ញុំឃើញគ្នាខ្ញុំច្រើនពឹតស៊ីធុកមូសមួយខ្ញុំក៏បឆោតគេចូលវាយគ្នាខ្ញុំមកដល់បើក ultimate បាញ់ព្រឹតងឹបធុកមូសងឹប Angela គេមួយទៀត2 5មានណាគ្នាយើងហើយដេកស្អាតហើយខ្ញុំក៏យក turret គេបានសម្រេចលើកបន្ទាប់ពី kill EP គេរួចសាប់មកស្ទុះឡើង EP គេបោះពាក្យសម្ដីថា 2vs 5ហើយបន្ទាប់មកទៀតខ្ញុំក៏ដូរ lane ជាមួយនឹង MM ត្រង់នេះឃើញថាអាកាសល្អ enemy នៅតែខ្ញុំក៏ពុះ thread បានមួយ thread ទៀតសាប់តែដើរចុះក្រោមនេះត្រង់នេះហើយខ្ញុំឃើញ Lucas គេតែឃើញ Pacha នៅក្នុងស្មៅមានណាបើក ultimate ដើរសម្ដៅទៅរក Pacha គេនៅក្នុងស្មៅនេះហើយឃើញ map នេះបើកមុនដាក់ skill ងឹបរយហើយបន្ទាប់មកទៀតនៅត្រង់កន្លែងនេះគ្នាខ្ញុំចូល file អស់3 arrow អ្នកទាំងគ្នាអាចមើលបានគឺស្លាប់3 arrow ហើយខ្ញុំក៏មក clear mid បន្ទាប់ពី clear mid រួចខ្ញុំគិតថាឡើងទៅវាយ EP គេស្រាប់តែតែឡើងដល់ផងឃើញពាក់កណ្ដាលឃើញ support គេមានណាបើក ultimate វាយ support គេយកបរយហើយនៅកន្លែងនេះខ្ញុំអស់ស្នាចនឹង Pasha គេមែនអ្នកទាំងគ្នាខ្ញុំអត់ឃើញ map ផងអាចេះ skill ឲ្យឃើញ map មានណាបើកចាប់រត់គ្មានទឿនឯណាខ្ញុំមាន RT ក៏វាយងាប់ដែរនេះបើក skill ទី1លោក skill ទី2ជឿនកកស្លាប់ slane មួយទៀត mega killហើយបន្ទាប់មកទៀតការងាររបស់ខ្ញុំគឺពុះ turret បន្ទាប់ពីពុះ turret រួចខ្ញុំគិតថាពុះមួយទៀតស្រាប់ត្រង់នេះឃើញ Angela គេមានណាដើរ sloy slane Angela មួយទៀតហើយ Harriet គេ slane មួយទៀតតែបាន kill ខ្ញុំហើយបាន kill MM កន្លែងនេះចង់យក lane លើគេផ្ដាច់បើក ultimate Pacha គេមកថាវាយ Pacha តែ Pacha រត់បាត់នៅទុកមូសវាយទុកមូសមកហើយខ្ញុំក៏រត់វិញប៉ាកតូម្ដងមាត់ម្ដាយ2ដៃអូប៉ាកតូឈឺដល់កម៉ាំងស្លាប់ហើយខ្ញុំក៏យក turret បានសម្រេចហើយបន្ទាប់មកទៀតខ្ញុំគិតថាចង់ end game នៅកន្លែងហ្នឹងអាខំបើក ultimate ចូលទៅវាយគេជិនកកជិបតែ Angela មួយស្លាប់ Angela ហើយខ្ញុំក៏ងើបវិញហើយគ្នាខ្ញុំក៏មិនបាន end បានសម្រេចទេហើយបន្ទាប់មកគ្នាខ្ញុំក៏ដកវិញដោយសារអស់ minion
បន្ទាប់ពី end game នៅលើកទី1មិនទាន់បានសម្រេចហើយខ្ញុំក៏នាំគ្នាខ្ញុំមក end game ជាលើកទី2ត្រង់នេះបើក ultimate រួចហើយលោតទៅដល់ជិនកកជាមួយ Harip មួយជិបជាមួយនឹង Lucas ទៅវិញប៉ុន្តែ Lucas ត្បល់ចូលស្លាប់ Lucas ហើយសល់ Harip ម្នាក់ឯងចង់តាណាត្រង់នេះគាត់លោតទៅវិញតែត្រូវមានរៀនបានរស់ស្គមបន្តិចខ្ញុំមកខ្លាចបរយគ្នាខ្ញុំនៅជុំវិញគ្នាគេនៅតែ2នាក់ត្រង់នេះលោតទៅដល់ដាក់ Pasha បានមក kill ត្រង់នេះបើកមកតាំងបាន slay Pasha ហើយគ្នាខ្ញុំក៏ពូ thread ដាច់ហើយបន្ទាប់មកខ្ញុំក៏ទទួលបាន victory អរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយ subscribe YouTube ខ្ញុំម្នាក់មួយផងណាអ្នកទាំងអស់គ្នា